រឿងចៅវាយស្រុកចិត្តធរនៅក្នុងគ្រួសារកសិករក្រីក្រមួយដែលរស់នៅតែពីរនាក់ឪពុកនិងកូនស្រីបរិះជាឪពុកមានឈ្មោះថាបូរ៉ាចំណែកនាងក្រមុំជាកូនមានឈ្មោះថានាងណយតាំងពីម្ដាយស្លាប់ទៅនាងណយត្រូវឪពុកបញ្ជូនឲ្យទៅធ្វើជាអ្នកបម្រើនៅក្នុងផ្ទះលោកចៅវាយស្រុកយូរទើបនាងមកលេងផ្ទះម្ដងនាងណយថ្ងៃនេះកូនអត់ធ្វើការទេឯកូនទើបទំនេរបានមកលេងនឹងពុកចាព្រោះតែទំនេរនឹងហើយទើបខ្ញុំខំកាត់ពីនាយដល់អាយមកលេងនឹងណាពុកហើយហត់ក៏ហត់ឆ្ងាយក៏ឆ្ងាយកុំតែថាជាពុកទេកុំអីខ្ញុំមិនខ្ចីមកទេនាងណយមិនបាញ់ជាកូននិយាយអញ្ចឹងដាក់ពុកអត់មានថាស្អីឲ្យកូនឯណាឬមួយក៏កូននៅប្រកាន់ខឹងនឹងពុករឿងនោះទៀតត្រូវហើយខ្ញុំនៅខឹងពុកមិនតាន់បាត់ទេព្រោះពុកបញ្ជូនខ្ញុំឲ្យទៅធ្វើជាខ្ញុំកាជះគេឲ្យខ្ញុំទៅបម្រើមនុស្សដែលខ្ញុំមិនពេញចិត្តពុកដឹងទេថារាល់ថ្ងៃនេះខ្ញុំវេទនាយ៉ាងម៉េចខ្លះពុកខុសហើយកូនពុកមិនគប្បីចំពោះកូនតែឲ្យពុកធ្វើយ៉ាងម៉េចបើពុកចាស់ណាស់ទៅហើយពុកក៏គ្មានមុខលបអ្វីក្រៅពីធ្វើសែមតិចតួចហើយបើកូនពិបាកខ្លាំងកូនចង់ឈប់ក៏ឈប់ទៅចែកតែកូនទេតែលោកចៅវាយស្រុកគាត់ជាមនុស្សល្អណាស់គ្មាននរណាល្អដូចជាគាត់ទៀតទេបានហើយពុកខ្ញុំខ្ជិលនិយាយជាមួយពុកទៀតណាខ្ញុំបានទុកប្រាក់នៅក្រោមខ្នើយរបស់ពុករួចហើយខ្ញុំត្រូវត្រឡប់ទៅវិញហើយប្រហែលឆ្នាំក្រោយទើបខ្ញុំមកលេងនឹងពុកទៀតហើយកូនបញ្ញាប់ទៅម្លេះកូនយូរបានមកលេងផ្ទះម្ដងនៅយូរបន្តិចទៅកូនអត់ទេខ្ញុំនៅយូរជាងនេះមិនបានទេខ្ញុំសុំច្បាប់លោកស្រីចម្ប៉ាមកតែមួយផ្លេតបើយឺតយូរពេលខ្ញុំទៅវិញប្រកាសជាត្រូវមាត់ទៀតហើយបានហើយខ្ញុំទៅហើយនិយាយចប់នាងណយក៏ប្រញាប់ចេញទៅយ៉ាងលឿនកូនហើយកូនពុកក៏មិនចង់ឲ្យកូនលំបាកដែរតែឲ្យពុកធ្វើយ៉ាងម៉េចបើគ្រួសារយើងក្រយ៉ាងនេះនាងណយហើយនេះនាងទៅលេងស្រុកបានសប្បាយដែរទេនឹងក្រែងសុំយើងទៅមួយថ្ងៃហើយមិនបានជាបញ្ញាប់ត្រឡប់មកវិញម្ល៉េះចាស់លោកស្រីចៃដន្យអីខ្ញុំនៅមានកិច្ចការត្រូវធ្វើច្រើនទៀតទើបខ្ញុំបញ្ញាប់មកវិញណាមួយខ្លាចក្រែងលោកស្រីថាខ្ញុំជាមនុស្សគ្មានទំនួលខុសត្រូវធ្វើការខ្ជិអញទៅធ្វើការបន្តទៅយើងយកប្រាក់ទៅទុកសិនមើលទៅប្រាក់នេះច្រើនដល់ហើយលោកស្រីតែប្រាក់ទាំងនេះលោកស្រីបានមកពីណាទៅគឺពួកនីសំពៅយកមកជូនលោកប្តីរបស់យើងវាមានចំនួនច្រើនណាស់រហូតដល់ទៅ30ដំឡឹងឯណោះហើយឯងសួរធ្វើអីជីកិច្ចការស្អីរបស់ឯងឆាប់ទៅធ្វើការរបស់ឯងភ្លាមទៅចាស់លោកស្រីនិយាយចប់នាងណយក៏ដើរចេញទៅចំណែកលោកស្រីចម្ប៉ាបន្ទាប់ពីទុកដាក់ទ្រព្យសម្បត្តិហើយគាត់ក៏ដើរចេញទៅដែរមួយស្របកក្រោយមកនាងណយក៏ដើរត្រឡប់មកបន្ទប់លោកស្រីចម្ប៉ាវិញអាយ៉ា30ដំឡឹងមានប្រាក់ច្រើនដល់ហើយណោះដល់ទៅ30ដំឡឹងប្រាក់ទាំងអស់នេះអាចធ្វើឲ្យយើងរស់នៅបានសុខស្រួលអស់មួយជីវិតយើងត្រូវតែយកប្រាក់ទាំងអស់នេះដោយសេចក្តីលោភលន់បាំងមុខនាងណយក៏យកប្រាក់ទាំងអស់នោះហើយកាន់បង្វិចនោះចុះតាមទ្វារក្រោយចេញទៅយ៉ាងលឿនលុះល្ងាចព្រឹកឡើងលោកស្រីចម្ប៉ាត្រឡប់ចូលមកក្នុងបន្ទប់ក្រឡេកមើលមិនឃើញបង្វិចប្រាក់របស់ខ្លួនក៏ស្រែកឆោឡោប្រាក់របស់យើងបាត់ទៅណាហើយប្រាក់របស់យើងបាត់ទៅណាហើយអ្នកណាលួចប្រាក់របស់យើងទៅចម្ប៉ាមានរឿងស្អីនឹងអូនមិនបានជាអូនស្រែកលឺយ៉ាងនេះអ្នកណាធ្វើស្អីអូនលោកប្តីប្រាក់របស់យើងបាត់អស់ហើយបងប្រាក់ដែលនេះសំពៅជងមកឲ្យអូនកាលពីព្រឹកមិញអ្នកណាលួចប្រាក់យើងអ្នកណាគេទៅយើចៅនេះពិតជាថ្លាំធំមែនហ៊ានមកលួចប្រាក់លោកចៅវាយស្រុកផងវាប្រហែលជាលេងខ្លាចគុកច្រវាក់ហើយគឺនាងណយមានតែនាងណយទេដែលចេញចូលបោះសម្អាតប្រកាសជានាងណយហើយ
វាជាចៅលួចប្រាក់របស់យើងនាងnóiជាចៅនាងnóiជាចៅមិនខានទេ អូនតាំងស្មារតីសិនទៅហើយរកនឹកទៅមើលថាមាននរណាចេញចូលបន្ទប់នេះខ្លះពួកឯងឆាប់ទៅរកនាងណយឲ្យមកជួបយើងភ្លាមឆាប់ទៅភ្លាមទទួលបញ្ជាលោកម្ចាស់ប៉ុន្តែនាងណយបាត់ខ្លួនតាំងពីព្រឹកមិនដឹងជានាងទៅឯណាទេឬមួយក៏នាងរត់គេចខ្លួនហើយ នាងnóiកុំឲ្យយើងចាប់បានឲ្យសោះណាអញប្រហើនហ៊ានលួចប្រាក់របស់យើងអញចាំមើលចោះណា កុំធ្វើស្អីផ្ដេសផ្ដាស់ទ្រព្យសម្បត្តិជារបស់ក្រៅខ្លួនទេបើរកនាងឃើញហើយគ្រាន់តែផ្ដល់ដំណឹងមកយើងមកយើងនឹងទៅរកនាងដោយខ្លួនឯង លោកប្តីបងចិត្តល្អពេកហើយហើយនៅផ្ទះពូបូរ៉ាពុកអើយពុកអើយ អូកូនណយទេហ៎ហើយកូនទៅមកពីណាហើយមិនបានទៅហេបទៅហប់យ៉ាងនេះហេមានបង្វិចមកជាមួយទៀតនេះកូនអញចេញពីផ្ទះលោកចៅស្រុកហើយមែនទេ បានហើយពុកកុំអាសួរនាំខ្ញុំនៅពេលនេះអីខ្ញុំមិនត្រឡប់ទៅផ្ទះលោកចៅស្រុកវិញទេខ្ញុំលែងធ្វើជាខ្ញុំកញ្ជះគេទៀតហើយចាប់ពីថ្ងៃនេះទៅខ្ញុំខ្លាចជាអ្នកមានហើយណាពុក អេហើយកូននិយាយបែបនេះបានន័យថាម៉េចពុកអត់យល់ទេកូន ភ្លាមនោះនាងnóiក៏លាបង្វិចឃើញសុទ្ធតែមាសយ៉ាងក្រហមឆ្អិនឆ្អៃ ហាស្អីនឹងកូនមិនក៏កូនមានមាសច្រើនយ៉ាងនេះកូនឯងបានមកពីណាកុំប្រាប់ពុកឲ្យសោះណាថាកូនលួចគេមក ហើយកុំមាត់លឺពេកពុកអ្នកណាប្រើឲ្យលោកស្រីគំរិះនោះទុកដាក់ទ្រព្យសម្បត្តិប្រហែសធ្វើអីគួរតែនិយាយថាវាជាសំណាងរបស់កូនទៅវិញទេមាសទាំងអស់នេះវាអាចកែប្រែជោគវាសនារបស់កូនជារៀងរហូត សំណាងស្អីរបស់ឯងកំពុងតែវង្វេងវង្វាន់ហើយឆាប់ស្វាងឡើងមិនក៏ឯងប្រព្រឹត្តអំពើថោកទាបបែបនេះទោះបីជាពុកក៏តែពុកមិនដែលបដៅឲ្យឯងលុបលន់ចង់មានផ្លូវកាត់បែបនេះទេឯងឆាប់យកមាសទាំងអស់នេះទៅឲ្យគេវិញទៅទាន់រឿងមិនទាន់ធំ អត់ទេខ្ញុំមិនទៅទេខ្ញុំប្រថុយជីវិតយកវាមកទាំងលំបាករឿងអីត្រូវយកទៅឲ្យគេវិញដោយស្រួលនោះ តែវាជារបស់គេទេណាកូនឯងលួចរបស់គេមកវាខុសនឹងច្បាប់ខុសនឹងសិលធម៌រួចទៅហើយឯងមិនខ្លាចមានបាបកម្មទេ បានហើយបើពុកមិនគាំទ្រខ្ញុំទៅនៅកន្លែងផ្សេងក៏បានដែរនិយាយចប់នាងnóiក៏កាន់បង្វិចមាសបំរុងនឹងដើរចេញទៅហើយពេលនោះលោកចៅវាយស្រុកនិងប្រពន្ធក៏ដើរចូលមកដល់ នាងណយនាងចង់រត់ទៅណាគឺនាងមែនទេដែលជាអ្នកលួចមាសរបស់យើង លោកប្តីនោះហើយជាបង្វិចមាសរបស់យើងនាងនេះជាចៅពិតមែនណាលោកបងឆាប់ចាប់ខ្លួនវាភ្លាមទៅអត់ទេខ្ញុំមិនចង់ជាប់គុកទេកុំធ្វើស្អីខ្ញុំណាអត់ទេ អូលោកចៅវាយស្រុកអើយខ្ញុំសូមទោសផងសម្រាប់រឿងគ្រប់យ៉ាងដែលកើតឡើងខ្ញុំមិនល្អបដៅកូនមិនដិតដល់ទើបកូនខ្ញុំវាប្រព្រឹត្តអំពើអាក្រក់បែបនេះសូមលោកមេត្តាផង អ្នកកុំបាញ់បន្ទោសខ្លួនឯងអីមិនមែនជាកំហុសរបស់អ្នកទេតាំងពីដើមមកខ្ញុំមានចិត្តមេត្តាចំពោះនាងណយណាស់មិននឹកស្មានថានាងកើតចិត្តលោភលន់ចង់មានដោយប្រើផ្លូវកាត់បំផ្លាញទំនុកចិត្តខ្ញុំត្រូវតែដាក់ទោសនាងដើម្បីឲ្យនាងរៀងចាលឈប់ប្រព្រឹត្តអំពើអាក្រក់តទៅទៀត បានហើយណែពួកឯងឆាប់ចាប់នាងnóiទៅសាលាស្រុកភ្លាមទៅឲ្យឆាប់ឡើងអត់ទេខ្ញុំដឹងខុសហើយអត់ទេកុំណាកុំអីនាងnóiក៏ត្រូវបានចាប់ខ្លួនបញ្ជូនទៅសាលាស្រុកព្រោះតែអំពើទុច្ចរិតដែលកើតពីសេចក្តីលោភលន់របស់នាង អ្នកបូរាអ្នកមិនបាច់បារម្ភទេថ្មីបើខ្ញុំចាប់ខ្លួនកូនស្រីអ្នកទៅដាក់ទោសពិតមែនតែខ្ញុំនឹងជួយឧបត្ថម្ភទំនុកបំរុងដល់អ្នកគ្រប់យ៉ាងហើយបើអ្នកត្រូវការអ្វីចង់បានអ្វីអ្នកប្រាប់មកខ្ញុំបានណា បាទអរគុណលោកចៅវាយស្រុកហើយលោកពិតជាមានសន្តានចិត្តល្អណាស់ហើយក៏សូមទោសចំពោះរឿងគ្រប់យ៉ាង សង្ឃឹមថាពេលវេលានឹងជួយឲ្យនាងណយកែប្រែខ្លួនកសាងខ្លួនជាមនុស្សល្អ
បោះបង់សេចក្តីលោភក្នុងចិត្តហើយពេលដែលគេចេញពីគុកវិញគេនឹងជួបតែរឿងល្អល្អ បាទខ្ញុំក៏សង្ឃឹមចឹងដែរលោកចៅហ្វាយស្រុង 3 ខែក្រោយមកនាងน้อยក៏ត្រូវបានដោះលែងហើយនាងក៏ចាប់ផ្ដើមជីវិតថ្មីដោយទទួលបានការឧបត្ថម្ភពីលោកចៅហ្វាយស្រុកនាងក៏ប្រកបមុខរបរធ្វើស្រែចម្ការព្រមទាំងមានជីវភាពធូរធារ